mình được chỉ cho ban an tha ban score play cho ba còn tay không nên là mình nè sao ban thêm không tộc môn tha năng miếng ngày này bên này sủng số tha ta giống ban thêm không tộc môn hai từ nơi và xong bảo play cho mình một đòn tiền bóng ôn riêng đi bên là ai cả lang tiền được bên naกับ bạn đây bên này trong sông đó được bỏ sai đã đào sai bằng hàng địch ban bóng ônประเทศกัมพูชามีเมียเทียนจำนวน54 ตาวខ្ញុំសូមផ្ដល់យោបល់ថាសូមលក់ចេញចំនួន10 តោនដើម្បីយកទៅទិញគ្រឿងអាវុធតនតម្លៃមាសវានៅខ្ពស់10 តោននេះគឺកម្ពុជានឹងទទួលបាន$1,300 លានក្នុងពេលនេះប្រទេសតែមួយគត់ដែលអាចផលិតប្រព័ន្ធការពារដែនអាកាសបានលឿនជាងគេនោះគឺប្រទេសកូរ៉េខាងត្បូងហើយឱកាសក្នុងការដែលកូរ៉េខាងត្បូងគេយកព្រមលក់មកឲ្យយើងគឺវាមានអត្រាខ្ពស់ជាងការដែលទៅសុំទិញពីប្រទេសដូចជាសហរដ្ឋអាមេរិកនិងអឺរ៉ុបប្រព័ន្ធការពារដែនអាកាសរបស់កូរ៉េខាងត្បូងគឺគេហៅថាឈិនកុងវាទំនើបហើយមានគុណភាពខ្ពស់តម្លៃមួយគ្រឿងគឺ$300 លានខ្ញុំសូមណែនាំថាយើងគួរទិញចំនួន3គ្រឿងក្នុងមួយគ្រឿងអាចបាន8មីស៊ីលហើយយើងត្រូវការទិញមីស៊ីលពីកូរ៉េខាងត្បូងទុកឲ្យច្រើនផងដែរនេះទៅគេហៅថាជាប្រព័ន្ធការពារដែនអាកាសមែនតើមិនប្រភេទដែលយើងបានទិញពីចិននោះទេគឺវាគ្មានបានជួយអ្វីទេយើងទាំងអស់គ្នាបានឃើញនឹងភ្នែកជាក់ស្ដែងហើយថាវាខាតតែលុយបន្ទាប់ពីនោះមកយើងគឺត្រូវការគ្រឿងអាវុធដែលប្រឆាំងនឹងដ្រូនផងដែរដើម្បីកុំឲ្យវាកំទេចឈិនកុងរបស់យើងដែលយើងបានចំណាយអស់$300 លានក្នុងមួយគ្រឿងនៅពេលដែលយើងមានប្រព័ន្ធការពារដែនអាកាសដូចជាឈិនកុងនោះយន្តហោះចម្បាំងរបស់សត្រូវគឺមិនអាចហោះខ្ពស់បានទេបើមិនដូច្នេះទេរ៉ាដារបស់ឈិនកុងគេនឹងចាប់បានហើយបានយន្តហោះចម្បាំងសត្រូវនោះខ្ទេចដូចនេះសត្រូវគឺត្រូវតែបង្ខំចិត្តហោះឲ្យទៀបដល់ពេលនោះទើបយើងប្រើមែនផាសដែលបាញ់ពេលវាហោះទៀបសរុបមក3ឈិនកុងគឺស្មើនឹង$900 លាន1000មែនផាសគឺស្មើនឹង$100 លាននេះគឺមានន័យថាយើងបានចំណាយអស់$1000 លានហើយយើងនៅសល់$300 លានទៀតលុយប៉ុណ្ណេះយើងអាចសុំទិញរថក្រទំនើបពីកូរ៉េខាងត្បូងបានដែលហៅថា K2 មួយគ្រឿងគឺ$8 លានយើងទិញតែ20គ្រឿងបានហើយនេះគឺអស់$160 លាននៅសល់$140 លានទៀតគឺយើងយកទៅទិញទៅប្រភេទធំនិងប្រភេទតូចបងប្អូនសប្តាហ៍នេះប្រទេសកូរ៉េខាងត្បូងគឺបានខ្លាចទៅជាប្រទេសដែលខ្លាំងខាងប្រព័ន្ធអាវុធខ្ញុំគិតថាកម្ពុជាលក់មាសចេញចំនួន10 តោនដើម្បីយកលុយទៅទិញគ្រឿងអាវុធទុកការពីប្រទេសជាតិក្នុងគ្រាមានអាសន្នបែបនេះគឺវាស័ក្តិសមបំផុតហើយបងប្អូនប្រទេសមួយគេមានទុនបម្រុងជាតិគឺដើម្បីទុកប្រើពីប្រទេសជាតិមានបញ្ហាបែបអញ្ចឹងហើយគេមិនទុកមើលចាំដោះហួសពេលទេតើហេតុអ្វីបានជាយើងត្រូវតែលក់មាសចេញក្នុងពេលនេះព្រោះកូរ៉េខាងត្បូងគេត្រូវការរយៈពេល2 ឆ្នាំទៅ3 ឆ្នាំឯណោះក្នុងការផលិតគ្រឿងអាវុធមកឲ្យយើងបានដូច្នេះយើងមិនអាចពន្យាពេលបានទេហើយពេលដែលរកប្រមូលលុយប៉ុនបាននៅឆ្នាំក្រោយគឺត្រូវតែយកលុយប៉ុនហ្នឹងទៅទិញគ្រាប់មីស៊ីលទុកបន្ថែមទៀតធ្ងន់ធ្ងរជាងធរណីកាយជីវិតកងធ្ងន់ធ្ងរជាងធរណីកាយជីវិតកងធ្ងន់ធ្ងរជាងធរណីកាយជីវិតកងSnap